ថ្ងៃនេះនឹងធ្វើការដកប្រាក់ចេញពី Traveled ចូល Binance នេះ Traveled ហើយយើងដកចូល Binance ឥឡូវយើងចូល Traveled មើលលុយមានប្រមាណTraveled មាន$9.13 សេនអញ្ចឹងយើងនឹងទៅមើលBinance ក្នុង Binance មានប្រមាណBinance មានតែ29សេននៅក្នុង Binance អញ្ចឹងយើងដកចូលក្នុង Binance សិនចូល Traveled ហើយចូល Reject យើងមាន$9.12 សេនឥឡូវយើងចុចពាក្យថាសេនពាក្យសេននេះទៅហើយយើងទៅយក address ក្នុង Binance សិនចុចពាក្យថាបន្ថែមយើងចុចពាក្យថា deposit យក USDT យក BNB ឆ្នាំឆើBIT 20ហើយយើង copy address របស់វាឥឡូវយើងត្រឡប់ចូល Traveled យើងវិញហើយយើងក៏ផាសចុចពាក្យថាផាសដែរនេះបងaddress របស់វាឥឡូវយើងមើលទៀងបន្ទាត់សិនFC2 នេះ FC2 ត្រូវហើយឥឡូវយើងដាក់លុយទាំងអស់ហើយយើងចុចថា match $9.13 សេនឥឡូវយើងចុចពាក្យថា next ចុច confirm $9.12 សេនហើយវាកดចូលរួចរាល់ចូលហើយឥឡូវយើងទៅមើល Binance ក្នុង Binance ចូលហើយហ្នឹងឥឡូវចូល Binance ត្រឡប់ក្រោយតិចrefresh ណាជួយតិចចូលហើយ$9.44 សេនអញ្ចឹង$9នេះយើងអាចដកចាយបានណាយើងដកចូល ABA យើងក៏បានឬក៏CDA ក៏បានឬឲ្យតែធនាគារក្នុងស្រុកយើងគឺអាចដកចាយបានណាបាទឲ្យតែវាចូលក្នុង Binance ណាគឺជារបៀបដែលយើងអាចដកចាយបានបាទអានឹងជាលុយ crypto ដែលយើងដកបានបាទអរគុណសម្រាប់ការតាមដាន